ចំណងនិស័យពីបពេមកបើព្រះបុត្រានៅតែយ៉ាងនេះទូលព្រះបង្គំខ្លាចក្រែងតែយើងត្រូវធ្វើយ៉ាងម៉េចទៅសូមទ្រង់ព្រះមេត្តាប្រោសព្រះបុត្រាជាអ្នកចងទ្រង់ក៏ជាអ្នកស្រ័យដែរក្រាបទូលបោះបង់តំណែងជាជើងឯកហែលទឹកប្រចាំព្រះនគរតក្កិណាបុរីបានធ្វើឲ្យព្រះមេត្តាបិតាខូចចិត្តណាស់ទៅហើយឥឡូវបញ្ហារបស់បុត្រនៅពេលនេះកាន់តែធ្វើឲ្យព្រះបិតាមេត្តាខូចប្រតិយណាស់ទៅទៀតបុត្រសូមព្រះមេត្តាព្រះបិតាព្រះរាជទានទោសផងបុត្រក៏មិនដឹងដែរថាហេតុអ្វីបានជាបុត្រទៅជាបែបនេះទូព្រះបង្គំចង់យកឈ្នះចិត្តទុនខ្សោយនេះដែរតែបុត្រធ្វើមិនបានសោះណាហើយតាមចិត្តបុត្រចុះបិតាអនុញ្ញាតឲ្យមើលផ្ចង់មើលពិផាតហើយនឹងមើលសធឹមទៅជាមួយបុត្រដែរណាបុត្រសូមអរព្រគុណព្រះបិតាព្រះមេត្តាបុត្រីយើងយ៉ាងមិនទៅហើយសូមព្រះរាជទានទោសបើអាការៈក្តៅប្រកាយរបស់ព្រះធីតាជាអាការៈរោគធម្មតាពិតមែនគង់ជៀសមិនផុតពីអានុភាពព្រះឱសថដែលខ្ញុំម្ចាស់បានថ្វាយឡើងប៉ុន្តែនេះបើអញ្ចឹងមានតែអ្នកទាំងអស់គ្នាគ្មានសមត្ថភាពបុត្រមេត្តាពុទ្ធោបុត្រមេត្តាបុត្រមេត្តាព្រះធីតាបុត្រខ្លាចទៅជាយ៉ាងនេះព្រះធីតាមេត្តាបារម្ភពីបុត្រណាបើថាខុសឆ្គងនៅតាមម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃម្ចាស់ភ្នំក៏យើងបានធ្វើកិច្ចសុំខមាទោសអស់ហើយដែរក្នុងសភាពបែបនេះតើបុត្រីយើងទ្រាំបានប្រមាណថ្ងៃទៀតទៅណែពួកនាងជុំតិចម៉េណែជុំតិចម៉េសំពឹងតិចបានទេទៅស្អីពួកយើងរវល់ណាស់រវល់ស្អីទៅគ្មានចិត្តគ្មានថ្លាប់អីបន្តិចសោះព្រះធីតាខំអាណិតនិងស្រឡាញ់នាងឯនាងវិញបានហើយនាងមាត់ចាប់មាត់ព្រាបអីពួកនាងមិនដឹងទេថាកាលនៅស្រុកស្រែស្រុកព្រៃឯណោះឆោផ្កាស្រឡាញ់ព្រះធីតាប៉ុណ្ណាឥឡូវនេះគឺស្រឡាញ់ជាងមុន10ដងទៅទៀតតើពួកយើងឆ្នាំងអូនជួយទិញឆ្នាំងអូនមួយទៅស្រាជួយអូនជួយបាក់ឆ្នាំងមួយទៅខាងក្រៅយល់បងតន់ត្រូវការបងអើយស្ពីឡងជួយអីយ៉ាទៅការអីក៏ដែរមានផ្សងមានសុភ័ណ្ឌក្រាបទូលតាមមានសមត្ថភាពអាចដឹងបានទេថាខាងជើងតក្កណាបុរីយើងនេះជាទឹកដីឈ្មោះអ្វីទៅបញ្ហានេះងាយស្រួលណាស់ក្រាបទូលឥឡូវនេះព្រះបុត្រារួមទាំងទូលបង្គំទាំងពីរអ្នកផងកំពុងតែស្ថិតនៅលើទឹកដីនៃនគរចន្ទវង្សបុរីហើយក្រាបទូលនេះអូនទីស្គមកាយទៀតហ៎ស្មួយទៅមើលទៅមើលណាការរីកស្អីចាប់កាស្អីទៀតហើយសមត្ថភាពព្រះរាជប្រកាសយើងម្ចាស់ផែនដីនៃនគរចន្ទវង្សបុរី